ចូលដល់មេរៀនទី6ទំនាក់ទំនងរបស់គ្រូបង្រៀនជាមួយសហការីកន្លែងនេះចង់សំដៅទៅលើអ្នកដែលធ្វើការងាររួមជាមួយគ្នាអញ្ចឹងណាចូលដល់ចំណុចលេខ1សាមគ្គីជាសកលរបស់គ្រូបង្រៀនអញ្ចឹងនៅក្នុងក្របខ័ណ្ឌគ្រូបង្រៀនហ្នឹងមានតាមកម្រិតអញ្ចឹងទៅមានគ្រូបឋមគ្រូអនុនិងគ្រូឧត្តមឬក៏យើងហៅថាគ្រូវិទ្យាល័យហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាឬក៏យើងហ្នឹងគឺត្រូវធ្វើការសាមគ្គីឬក៏ធ្វើទំនាក់ទំនងឲ្យល្អជាមួយគ្នាដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗជាមួយគ្នាអញ្ចឹងណាចំណុចលេខ2សាមគ្គីជាមួយសហការីរួមសាលាអញ្ចឹងនៅក្នុងសាលារបស់យើងយើងតែងតែធ្វើការងារជាមួយគ្នាជាប្រចាំអញ្ចឹងណាអញ្ចឹងយើងត្រូវតែមានទំនាក់ទំនងល្អមិនត្រូវមានចំនួនជាមួយនឹងគ្នាទេដើម្បីកុំឲ្យវាមានអត្តពលអត់ល្អទៅដល់សិស្សប៉ុន្តែមិនមែននិយាយអញ្ចឹងដាក់បន្ទុកទៅលើគ្រូបង្រៀនត្រូវតែល្អខ្ចោះអត់មានចំនួនបានទេព្រោះមនុស្សយើងគឺមានល្អមានអាក្រក់គ្រូបង្រៀនក៏ដូចគ្នាដែរមានល្អមានអាក្រក់អញ្ចឹងណាអញ្ចឹងបើសិនតែគេជាមនុស្សអាក្រក់ហើយយើងជ្រើសរើសធ្វើជាមនុស្សល្អទៅបើគេមកបង្កចំនួនមួយយើងត្រូវតែកុំតបតស្ងៀមស្ងាត់អញ្ចឹងទៅណាប៉ុន្តែបើក្នុងករណីខ្លះលើកលែងអត់បានក៏និយាយខ្លះទៅប៉ុន្តែយើងកុំបើកចំហឲ្យកូនសិស្សឬក៏ឪពុកម្ដាយអាណាព្យាបាលរបស់សិស្សនឹងដឹងថាយើងមានចំនួននៅក្នុងអង្គភាពតែមួយអញ្ចឹងណាវាអត់ល្អមើល